គឺជាសោះហើយពិបាកក្នុងការផ្ដោតអារម្មណ៍រៀនឬក៏រៀនមានអារម្មណ៍ថាចង់តែចុចទូរស័ព្ទឬក៏លេងឆាតឬក៏ទៅធ្វើអីផ្សេងអញ្ចឹងវីដេអូនេះគឺសម្រាប់អ្នកទាំងអស់គ្នាមិននឹងខ្ញុំមានវិធីសាស្ត្រ10សម្រាប់ជំរុញឲ្យអ្នកទាំងអស់គ្នាផ្ដោតអារម្មណ៍រៀនបានខ្លាំងជាងមុនចំណុចទី1នោះគឺការបិទការរំខានយើងត្រូវជ្រើសរើសកន្លែងរៀនណាដែលស្ងៀមស្ងាត់ហើយគ្មានការរំខានដាក់ទូរស័ព្ទរបស់យើងនៅឆ្ងាយពីខ្លួនហើយដាក់ silent កុំឲ្យយើងរៀនបដាលេងទូរស័ព្ទបដាវាធ្វើឲ្យយើងបាត់បង់អារម្មណ៍ក្នុងការផ្ដោតទៅលើការរៀនសូត្រចំណុចទី2អនុវត្តទៅលើការផ្ចង់អារម្មណ៍ផ្ដោតទៅលើការដកដង្ហើមចេញចូលរបស់យើងហើយធ្វើការបង្ហាត់ខួរក្បាលរបស់យើងនឹងឲ្យនៅតែជាមួយបច្ចុប្បន្នកាលកុំគិតរវើរវាយពីរឿងអតីតកាលឬក៏រឿងមិនល្អណាមួយដែលយើងធ្លាប់ធ្វើវាធ្វើឲ្យយើងនឹងបាត់បង់ការផ្ដោតអារម្មណ៍ដូចគ្នាចំណុចទី3ដឹងច្បាស់ពីមូលហេតុដែលត្រូវប្រឹងរៀនដើម្បីខ្លួនឯងដើម្បីគ្រួសារដើម្បីជួយប្រទេសជាតិព្រោះមានតែការរៀនសូត្រប៉ុណ្ណោះដែលអាចជួយឲ្យយើងនឹងរីកចម្រើនបានតែចាំថាការរៀនសូត្រអ្វីមួយយើងមិនត្រូវរៀនរំលំបានទេត្រូវចំណាយពេលជាមួយវាហើយយើងត្រូវខិតខំប្រឹងប្រែងរៀនឲ្យពីលទ្ធភាពទើបយើងទទួលបានផលល្អចំណុចទី4បង្កើតគោលដៅរៀនដើម្បីជំរុញឲ្យខ្លួនឯងនឹងមានការខិតខំប្រឹងប្រែងរៀនសូត្រការមានគោលដៅច្បាស់លាស់វានឹងជួយឲ្យយើងនឹងចេះរៀបចំយុទ្ធសាស្ត្រក្នុងការរៀនឲ្យកាន់តែមានប្រសិទ្ធភាពយើងអាចដាក់គោលដៅឲ្យធំហើយខ្ពស់ដូចជាចង់ខ្លាយទៅជាគ្រូបង្រៀនគ្រូពេទ្យជាដើមហើយគោលដៅទាំងអស់ហ្នឹងគឺវាគឺជាកម្លាំងចលករដែលជំរុញឲ្យយើងមានកម្លាំងចិត្តក្នុងការរៀនសូត្របន្តចំណុចទី5បើចិត្តដើម្បីទទួលយកនូវចំណេះដឹងចង់ដឹងចេះធ្វើការ research តាមរយៈ YouTube ឬក៏បណ្ដាញសង្គមផ្សេងៗទៅលើមុខជំនាញដែលយើងបានរៀនឬក៏មុខវិជ្ជាដែលយើងបានរៀនយកចិត្តទុកដាក់ហើយនឹងមានកម្រិតចង់ឲ្យខ្លួនឯងនឹងកាន់តែកែទៅដូចជារីកចម្រើនទៅមុខជានិច្ចចំណុចទី6យកមេរៀនដែលយើងរៀននោះមកគិតឲ្យយល់ហើយនឹងស៊ីជម្រៅប្រើការគិតដើម្បីយល់ពីមេរៀនដែលគ្រូបញ្យល់មិនមែនគ្រាន់តែកត់អានតែមានក្នុងសភៅទេប៉ុន្តែត្រូវតែចេះទន្ទឹងនិងយល់ពីអត្ថន័យរបស់មេរៀនដែលគ្រូបញ្យល់នោះឲ្យបានច្បាស់លាស់ចំណុចទី7ត្រូវគិតថាឲ្យតែយើងប្រឹងប្រែងរៀនប្រកបជាមានលទ្ធផលល្អជាអ្នករៀនម្នាក់ត្រូវតែមានការតាំងចិត្តមុតហើយប្រាប់ខ្លួនឯងថាទោះជាលំបាកយ៉ាងណាក៏ដោយដាច់ខាតកុំបោះបង់រៀនសូត្រអីមួយបើសិនជាយើងចង់បានលទ្ធផលល្អប្រសើរគឺវាងាយទេប៉ុន្តែយើងត្រូវជឿជាក់ថាសម្រាប់ណាតែយើងខិតខំប្រឹងប្រែងរៀនដោយមានរបៀបនិងវិធីសាស្ត្ររៀនឲ្យបានត្រឹមត្រូវយើងប្រកបជាជោគជ័យជាមិនខានចំណុចទី8កុំដាក់សម្ពាធឲ្យខ្លួនឯងជ្រុលពេកជីវិតមនុស្សយើងមានឡើងមានចុះហើយចំណែកការរៀនសូត្រក៏វាដូចគ្នាដែរវាមានឡើងមានចុះដូចគ្នាអញ្ចឹងហើយត្រូវមកចិត្តទទួលយកបញ្ហាក៏ដូចជាការបរាជ័យដែលយើងជួបប្រទះយកទៅធ្វើជាមេរៀនមានកត្តាជាច្រើនដែលរំខានដល់ការរៀនដូចជាកត្តាសុខភាពកត្តាគ្រួសារនិងកត្តាផ្លូវចិត្តជាដើមដូច្នេះពេលដែលយើងជួបបញ្ហាគួរតែចេះដកឃ្លាបន្ធូរសម្ពាធសម្រាប់ក៏ដូចជាស្វែងរកថាមពលថ្មីដើម្បីបន្តដំណើរទៅមុខទៀតចំណុចទី9នៅមានសំណុកក្រោយរកការរៀនសូត្រវាគឺជាការវិនិយោគរយៈពេលយូរដូច្នេះហើយអ្នកទាំងអស់គ្នាត្រូវប្រឹងរក្សាភាពអំណត់តស៊ូខ្លួនឯងរហូតដល់បានសម្រេចជោគជ័យពិតប្រាកដព្រោះតែបើសិនជាយើងទាំងអស់គ្នាបោះបង់វាចោលកណ្ដាលផ្ទៃអញ្ចឹងរាល់ការដែលយើងខិតខំប្រឹងប្រែងកន្លងមកវានឹងក្លាយទៅជាអាសាបង់ប៉ុន្តែបើសិនជាយើងសម្រេចជោគជ័យវាហើយវានឹងក្លាយទៅជាទ្រព្យសម្បត្តិមួយជាប់ខ្លួនរបស់យើងនឹងអស់មួយជីវិតដូចដែលយើងធ្លាប់លើចាស់ៗគាត់និយាយថាចំណេះវិជ្ជាគឺជាទ្រព្យដែលគ្មានចោលណាអាចលុបបានចំណុចទី10ត្រូវចំណេះដឹងនឹងដើម្បីបំពេញឲ្យការជាប្រយោជន៍វិជ្ជមានការរៀនដល់ពិតប្រាកដនោះគឺបានន័យថាយើងចេះការចំណេះដឹងនោះដើម្បីជាប្រយោជន៍ដល់សង្គមជាតិគ្រួសារក៏ដូចជាខ្លួនឯងដោយពាក្យចាស់តែងពោលថាចំណេះដឹងណាដែលមិនបម្រើសង្គមប្រៀបបានទៅនឹងសម្រាមហើយការរៀនមិនមែនសុទ្ធតែមានន័យថាត្រូវតែទៅសាលាទៅរៀននៅសាលាតែប៉ុណ្ណឹងទេប៉ុន្តែវាអាចកើតឡើងគ្រប់ទីកន្លែងហើយនឹងគ្រប់ពេលវេលាទូយ៉ាងដូចជារៀនពីមនុស្សនិងបញ្ហាជុំវិញខ្លួនពីចាស់ទុំដែលពុំមានដំណើរបទពិសោធន៍ពីក្រុមការងារពីក្រុមគ្រួសារក៏ដូចជាការអានសភៅជាដើមអញ្ចឹងចំណុចទាំងអស់នេះដែលជាកត្តាជំរុញឲ្យយើងមានកម្លាំងចិត្តក្នុងការរៀនសូត្រហើយត្រូវតាំងចិត្តខិតខំប្រឹងប្រែងរៀនទាំង Gen Z និង Gen Alpha សង្ឃឹមថាតើអរគ្នានឹងខិតខំអភិវឌ្ឍខ្លួនព្រោះថាចិត្តរបស់យើងពិតជាត្រូវការពួកយើងខ្លាំងដើម្បីបន្តវេននិងជួយប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនតែកាលណាប្រទេសយើងខ្សោយគេមើលងាយយើងណាស់ជាក់ស្ដែងថ្ងៃនេះវីដេអូនេះគឺខ្ញុំថតនៅថ្ងៃទី8ខែ12 2015ជាថ្ងៃដែលប្រទេសថៃគឺធ្វើការបាញ់ប្រហារមកលើប្រទេសយើងហើយខ្ញុំផ្ទាល់ពិតជាមានការឈឺចាប់ជាខ្លាំងហើយអ្នកទាំងអស់គ្នាក៏ប្រហែលជាជួយចាប់ដូចគ្នាអញ្ចឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះហើយត្រូវសច្ចាថាការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នានឹងជួយដល់ប្រទេសជាតិយើងហើយធ្វើជាតំណាងដ៏ល្អសម្រាប់ប្រទេសជាតិយើងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះសូមជួយចុច like subscribe ដើម្បីទទួលបានវីដេអូបន្ថែមទៀតចូលចាប់សូមអរគុណដល់អ្នកទាំងអស់គ្នាសម្រាប់ការចំណាយពេលស្ដាប់វីដេអូថ្ងៃនេះជម្រាបលាជួបគ្នានៅវីដេអូបន្ត